បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបបង្កើតវីដេអូ camping ដោយប្រើ AI អញ្ចឹងយើងប្រើ ChatGPT សម្រាប់បង្កើត prompt ការបង្កើត prompt នេះខ្ញុំនឹងឲ្យ prompt ជាគោលគំនិតមួយសម្រាប់អ្នកទាំងអស់គ្នាយកទៅបំបែកវាមានន័យថាយើងមាន prompt ពីដើមគំនិតហ្នឹងទៅអ្នកនរគ្នាបំបែកវាទៅជាតាមវគ្គអញ្ចឹងវីដេអូហ្នឹងវាពីមួយវគ្គទៅមួយវគ្គវាមានវែងអញ្ចឹងអ្នកនរគ្នាអាចបង្កើតវាបានហើយផ្គុំវាកាត់តសម្រាប់យកទៅធ្វើជា content ផ្សេងៗអញ្ចឹងទី1គឺយើងប្រើ ChatGPT ហ្នឹងសម្រាប់ធ្វើជា prompt បាទចំណែកទី2គឺយើងប្រើ Flow AI អញ្ចឹង Flow AI នេះគឺសម្រាប់បង្កើតវីដេអូជាធម្មតាគឺ Flow AI ហ្នឹងគឺវាដំណើរការបានល្អមានន័យថាវា generate វីដេអូដូចជាវីដេអូពិតប្រាកដអញ្ចឹងបើសិនបើយើងមាន Ultra account នេះគឺយើងអាច generate វីដេអូបានច្រើនអញ្ចឹងFlow AI នេះជា AI របស់ Google បើយើងប្រើ free វាអាច generate បានចន្លោះពី3ទៅ5អីហ្នឹងបាទ5វីដេអូអីហ្នឹងអញ្ចឹង generate វីដេអូម្ដងវាស៊ីអស់20 credit ប៉ុន្តែបើសិនបើយើងមាន account Ultra នេះអញ្ចឹង account Ultra ហ្នឹងយើងប្រើសម្រាប់បាទ login ដើម្បីប្រើ Flow AI នេះ generate បានច្រើន credit នៅពេលដែលយើងទិញ account Ultra ដំបូងវាបាន 45,000 credit អញ្ចឹងវាបានច្រើនអញ្ចឹងយើង generate ម្ដងអស់តែ20 credit ទេយើងមានរហូតដល់ 45,000 យើងអាចបង្កើតវីដេអូបានច្រើនទៀតអញ្ចឹងចំពោះ account Ultra នេះគឺខ្ញុំទិញពីគ្រូខ្ញុំដែរទេអញ្ចឹងបើអ្នកនរគ្នាចង់ទិញអីអាចនេះ channel របស់គាត់អាចសាកសួរនៅលើ channel របស់គាត់កាលពីខ្ញុំទិញគឺតម្លៃវា$9ក្នុងមួយខែអញ្ចឹងអាចបានប្រើបាន 45,000 credit បាទអញ្ចឹងអាចសាកសួរព័ត៌មានពីគាត់ទេបាទអញ្ចឹងមួយទៀតគឺ Kling AI បាទឬហៅថា Kling AI អញ្ចឹង Kling AI នេះគឺយើងប្រើសម្រាប់បង្កើតវីដេអូដែរប៉ុន្តែខ្ញុំបង្ហាញពីរបៀបប្រើ free អញ្ចឹង Kling AI នេះវាបង្កើតបានល្អប៉ុន្តែនៅពេលដែលយើងប្រើ free វា generate បានតែវីដេអូបាន5វិនាទី Flow AI នេះវាបាន8វិនាទីហើយការបង្កើតមួយវីដេអូគឺវាប្រើពេលយូរ Kling AI free ហ្នឹងណាបាទតោះតែយើងទិញ account pro របស់គេចំណែក Flow AI នេះបង្កើតវីដេអូលឿនទេបាទព្រោះខ្ញុំប្រើ Ultra account ហ្នឹងបាទអញ្ចឹងខ្ញុំមានគោលគំនិត pro ហ្នឹងចំនួន4បាទអញ្ចឹងអាហ្នឹងវា content ស្តៀងគ្នាទេប្រភេទ camping ដូចគ្នាបាទអញ្ចឹងអ្នកនរគ្នាដឹងហើយជំហានដំបូងគឺយើងទៅបើក ChatGPT បាទអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើខ្ញុំសូមបង្ហាញពីលទ្ធផលដែលបានធ្វើបន្តិចសិនមុននឹងខ្ញុំបានតេស្តអញ្ចឹងអ្នកនរគ្នាអាចមើលបានបាទចំណែកនេះគឺជាការ generate នៅលើ Kling AI អញ្ចឹងមុនហ្នឹងយើង generate នៅលើ Flow AI ហើយ Kling AI នេះខ្ញុំប្រើពេលយូរដើម្បីបង្កើតវាអញ្ចឹងខ្ញុំប្រើពេលយូរបាទអញ្ចឹងវាបាន5វិនាទីបាទអញ្ចឹងវាមានសំឡេងដូចគ្នាទេបើយើងចង់បើកសំឡេងទៅមានដូចគ្នាបាទ
នេះក៏មានសំឡេងដែរអញ្ចឹងនេះបាន8វិនាទីចំណែក clean បានតែ5វិនាទីទេប៉ុន្តែតាមវីដេអូខ្លះវា generate មកបានវាអាចក្រោម8អីតិចតួចដែរតាមវីដេអូតែជាទូទៅលំនាំតាមគេ default វាគឺ8វិនាទីនៅលើ Flow AI បាទអញ្ចឹង clean នេះខ្ញុំ generate view ដែរតម្រាំបានមួយវីដេអូហ្នឹងតោះឥឡូវខ្ញុំចាប់ដើមបិទអានេះចោលសិនបាទខ្ញុំបិទចោលសិនខ្ញុំទៅធ្វើសិនបាទអញ្ចឹងខ្ញុំបិទវាចោលទាំងអស់សិនបាទអញ្ចឹងជំហានដំបូងអ្នកនរគ្នាត្រូវចូលទៅ ChatGPT អញ្ចឹងយើងបើក browser Google Chrome យើងមួយមកនេះហើយយើង search ពាក្យថា chatgpt មក .com នេះ search chatgpt.com មកអញ្ចឹងបើយើងអត់ទាន់ធ្វើការ sign in account sign up account ទេយើង sign in វាមកបាទអញ្ចឹងខ្ញុំ log out ចោលសិនបាទអញ្ចឹងអ្នកនរគ្នាបើកមកដំបូងបាទអ្នកនរគ្នាអត់ទាន់មាន account យើងចុចបាទ sign up for free នេះបន្តមកទៀតយកពាក្យ continue with Google អញ្ចឹងយើងរងចាំវាបន្តិចទៅឲ្យវាដំណើរការសិនបាទអញ្ចឹងប៉ុណ្ណឹងមកវាបានហើយដោយសារខ្ញុំធ្លាប់ sign up ហើយអញ្ចឹងពេលខ្លះអ្នកនរគ្នានៅពេលចុច sign up with Google ហ្នឹងវាឲ្យចុច continue ចុច continue ថែមទៀតមកបានហើយបាទអញ្ចឹងយើងបាន account ហើយអញ្ចឹងយើងត្រូវការប្រើ account តាមពិតទៅយើងអត់ប្រើ account ក៏ប្រើបានដែរ ChatGPT ប៉ុន្តែយើងត្រូវការប្រើ account ដើម្បីឲ្យវាសល់របស់ចាស់នេះបាទអញ្ចឹងសល់អា story ដែលយើងធ្លាប់សួរថ្ងៃក្រោយយើងចង់ទៅបើកមក approve នឹងទៀតក៏វានៅរក្សាទុកដែរបើយើងអត់ sign in account តែសួរឲ្យបិទគឺបាត់ហើយបាទអញ្ចឹងជំហានទី1អ្នកនរគ្នាមកមើល content អញ្ចឹងអានេះវាស្មើនឹង4 content ណាបាទស្មើនឹង4 content អញ្ចឹងខ្ញុំនឹងដាក់ prompt នេះខាងក្រោម description ឬក្រោមនៅក្នុង comment បាទអញ្ចឹងអានេះវាស្មើនឹងប្រភេទ content ទី1 content ទី2 content ទី3 content ទី4បាទប៉ុន្តែប្រភេទទាំងអស់ហ្នឹងគឺប្រភេទ camping ទាំងអស់ទេបាទអញ្ចឹងខ្ញុំសូម save វាទុកមួយសិនដាក់ camping content បាទអញ្ចឹងបើសិនអ្នកនរគ្នាចង់ធ្វើទី1បាទទី2ទី3ទី4ហ្នឹងខ្ញុំធ្លាប់បានបើកវីដេអូឲ្យមើលមិញហ្នឹងហើយអញ្ចឹងអ្នកនរគ្នា select Pro ហ្នឹងមកនេះខ្ញុំ select វាទាំងអស់មកហើយយើងយកមកស្ដាំហើយ copy បាទតទៅទៀតយើងបើកទៅ ChatGPT ហើយយើងមកស្ដាំយកពាក្យថា pass ឬក៏យើងចុច Ctrl C Ctrl V បាទអញ្ចឹងអ្នកនរគ្នាចុច pass ហើយអ្នកនរគ្នា upload នេះនេះបើយើងប្រើ shortcut សម្រាប់ copy យើងចុច Ctrl នេះជាមួយនឹងអក្សរ C នេះបាទបើប្រើសម្រាប់ pass យើងចុច Ctrl ជាមួយនឹងអក្សរ V នេះបាទអញ្ចឹងគឺបែបហ្នឹងអញ្ចឹងនៅពេលដែលយើងផាព្រមហ្នឹងទៅវាបង្កើតជារូបភាពបាទតាមពិតយើងអត់ចង់បានជារូបភាពបែបហ្នឹងទេដោយសារព្រមហ្នឹងគេទៅសេឲ្យបង្កើតជាវីដេអូអញ្ចឹងវាមានទម្រង់ជារូបភាពហ្នឹងដែរដោយសារ ChatGPT វាអត់បង្កើតរូបវាអត់បង្កើតវីដេអូបានទេវាបង្កើតបានតែរូបភាពទេវីដេអូតតែ Sora AI របស់ ChatGPT មួយទៀតអញ្ចឹងនៅពេលដែលព្រមយើងមានការបង្កើតវីដេអូហ្នឹងវានឹង generate ទៅជារូបភាពបាទតាមពិតយើងអត់ចង់បានបែបហ្នឹងអញ្ចឹងវាគ្រាន់តែដឹងនៅអ្វីដែលយើងចង់បានសិនទេប៉ុន្តែវាអត់ទាន់ដឹងពីអ្វីដែលយើងចង់បានបន្ថែមទៀតថាតើយើងចង់បានជាព្រមឬក៏ជារូបភាពអីអញ្ចឹងវាបង្កើតរូបភាពឲ្យយើងអត់ទាន់យករូបភាពទេបាទអញ្ចឹងអ្នកនរគ្នាផាសព្រមនឹងហើយអ្នកនរគ្នាទៅសេប្រាប់មកអាចទៅសេជាភាសាខ្មែរក៏បានដែរព្រោះ model ChatGPT 4 នេះវាស្គាល់ខ្មែរបានច្រើនដែរបាទអញ្ចឹងអ្នកនរគ្នាប្រាប់ជាភាសាខ្មែរមកស្រួលបាទអញ្ចឹងអ្នកនរគ្នាដាក់ថាសូមបង្កើតព្រមនេះឲ្យច្រើនវគ្គដើម្បីបាទខ្ញុំបាទអញ្ចឹងខ្ញុំទៅសេបែបហ្នឹងដើម្បីអ្នកគ្នាស្រួលអញ្ចឹងយើងទៅសេមកបាទសូមបង្កើតព្រមនេះឲ្យច្រើនវគ្គដើម្បីប្រាប់ថាខ្ញុំយកទៅបង្កើតវីដេអូទៀតបាទអញ្ចឹងអ្នកគ្នាចុច upload មកបាទអញ្ចឹងអ្នកគ្នាអាហ្នឹងទៅសេខ្លួនឯងមកណាបាទនេះអញ្ចឹងអ្នកគ្នាឃើញអញ្ចឹងព្រមរបស់ខ្ញុំមុនហ្នឹងវាមានតែប៉ុណ្្នឹងឯងវាបានតែប្រភេទមួយហ្នឹងទេ
បាទអញ្ចឹងបន្តមកទៀតយើងមានទៀតវគ្គបន្តនេះវគ្គ1បាទវគ្គ1វគ្គ2បាទវគ្គ3អញ្ចឹងបើយើងចង់បានវគ្គប្រហែលទៀតយើងប្រាប់ AI ឲ្យបន្តទៀតឥឡូវចាំមើលវា generate ប្រហែលវគ្គបាទអញ្ចឹងឥឡូវយើងអាចប្រាប់ AI ឥឡូវវាបាន11វគ្គអញ្ចឹងយើងចង់បានវគ្គបន្តបាទសូមបង្កើតវគ្គ12ដល់អ្នកគ្នាចង់ដាក់100ក៏100មកអញ្ចឹងខ្ញុំដាក់ដល់15សិនព្រោះអត់ចង់ឲ្យខាតពេលបាទអញ្ចឹងខ្ញុំឲ្យវាបន្តដល់វគ្គ15បាទបាទអញ្ចឹងមុនហ្នឹងឥឡូវហ្នឹងវាដល់វគ្គ11បន្តមកទៀតខ្ញុំថាឲ្យវគ្គ10នេះសូមឲ្យបង្កើតវគ្គ12ដល់15អញ្ចឹងវាទៅសេ12 13 14 15បាទអញ្ចឹងអ្នកគ្នាឃើញពាក្យ scene ហ្នឹងពាក្យ scene ហ្នឹងយើងប្រែថាវគ្គបាទឬក៏និយាយភាគបាទស្តៀងពាក្យ part ដែរបាទវគ្គតាមវគ្គនីមួយៗបាទអញ្ចឹង AI វាអត់អាច generate វីដេអូម្ដងកន្លះម៉ោង1ម៉ោងអីយកតែម្ដងទេអញ្ចឹងវាត្រូវការ generate បានតិចហ្នឹងយកទៅផ្គុំគ្នាបង្កើតជាវីដេអូវែងមួយបាទអញ្ចឹងឥឡូវយើងបានប៉ុណ្្នឹងហើយបាទអញ្ចឹងយើងបានប៉ុណ្្នឹងហើយអញ្ចឹងខ្ញុំបង្ហាញតែមួយ content នេះ content មួយហ្នឹងអញ្ចឹងអ្នកគ្នាចង់ធ្វើ content ផ្សេងអ្នកគ្នា copy អាហ្នឹងដូចគ្នានេះ copy អាហ្នឹងដូចគ្នាហើយតែ save ប្រាប់ឲ្យបង្កើតប្រហែលវគ្គមកអានេះ content ផ្សេងទៀតអានេះ content ផ្សេងទៀតប្រភេទ campaign ដូចគ្នាប៉ុន្តែរបៀបដែលបង្ហាញគឺផ្សេងគ្នាបាទវីដេអូ campaign ខ្លះក្នុងព្រៃខ្លះក្នុងសមុទ្រខ្លះនៅក្រោមតាមភ្នំអីចឹងទៅបាទគឺបែបហ្នឹងបាទអញ្ចឹងយើងបានបញ្ចប់មួយបាទអញ្ចឹងកន្លែងនេះខ្ញុំឲ្យឈ្មោះវាថា main បាទ main pro មានន័យថាដើមដំបូងបាទគឺជាជំហានដំបូងដើម pro វាប្រៀបដូចជាខ្លួនយើងហៅថាតួខ្លួនបាទកន្លែងនេះកន្លែងបន្តទៀតបាទកន្លែងដៃជើងអីបាទរូបសម្រស់អីចឹងបន្តទៀតអញ្ចឹងបាទអញ្ចឹងដាច់ខាតពេលអ្នកគ្នាយកទៅ generate កុំតន់អាវយកនេះយកដាក់យកតែម្ដងយកអា main នេះយកទៅសិន main មានដើមដំបូងយកទៅសិនយកទៅផាសនៅកន្លែងAI ណាដែលបង្កើតជាវីដេអូបន្តទៀតអ្នកគ្នា copy តាមវគ្គ1វគ្គ2អីទៅបន្តទៀតដើម្បីឲ្យវាស្គាល់សិនបាទគឺបែបហ្នឹងអញ្ចឹងអ្នកគ្នាអាចបើក Flow AI បានឥឡូវខ្ញុំសូមបង្ហាញ Flow AI បន្តិចសិនហើយចាំខ្ញុំទៅប្រើ Ultra ដោយសារខ្ញុំអត់ប្រើ free ទេបាទអញ្ចឹងអ្នកគ្នាបើក tab ថ្មីមួយទៀតមកអ្នកគ្នា search ពាក្យ Flow AI បាទនេះ Flow AI ហើយខុសបាទចាំបន្តិចនេះ Flow បាទអញ្ចឹងនេះ Google Lab Flow AI នេះវាពណ៌បែបហ្នឹងចុចហ្នឹងមកបាទអញ្ចឹងដល់ពេលអ្នកគ្នាបើកមកដំបូងវាចេញបែបហ្នឹងឥឡូវអានេះ account free ខ្ញុំបង្ហាញ free សិនហើយចុចពាក្យ create with flow បាទចុចបែបហ្នឹងមកហើយអ្នកគ្នាចុចពាក្យ create with flow មួយទៀតមកបាទអញ្ចឹងចុចម្ដងទៀតមកបាទបន្តទៀតអ្នកគ្នានេះវាចេញបែបហ្នឹងអ្នកគ្នាអូសមកក្រោមនេះឃើញ scroll វិញនេះ scroll អូសមកក្រោមតិចចុចពាក្យ get start បាទអញ្ចឹងដោយសារខ្ញុំបាន sign in ហើយនេះកាយពី content ជំនាន់មុនបាទ content ប្រភេទហ្នឹងគឺ popular បាទយើងធ្វើ content ប្រភេទហ្នឹងអញ្ចឹងវាសល់ story ចាស់បាទអញ្ចឹងខ្ញុំបាន sign in account នេះហើយបាទអញ្ចឹងបើអ្នកគ្នាបើកមកអត់ទាន់ sign in ទេយកចុចពាក្យថា sign in with Google ទេអញ្ចឹងនៅពេលដែលយើងធ្វើកិច្ចការដំបូងយើងចុចពាក្យថា new project បើសិនបើយើងបើកមកបើយើងធ្លាប់ធ្វើអីនៅលើ account ហ្នឹងគឺវាចេញ story ចាស់បើយើងអត់ធ្លាប់ធ្វើអីវាអត់មានទេអញ្ចឹងអ្នកគ្នាចុចពាក្យ new project មកបាទអញ្ចឹងខ្ញុំបង្ហាញ account free មួយសិនបាទអញ្ចឹងវាចេញបែបហ្នឹងអញ្ចឹងបន្តទៀតអ្នកគ្នាត្រូវពិនិត្យមើលកន្លែងនេះសិនបាទអញ្ចឹងបានបែបហ្នឹងកន្លែងនេះចុចលើនឹងមួយមកវាមានជម្រើសច្រើន take to video មានន័យថាយើងសរសេរ prompt ទៅបង្កើតជាវីដេអូ frame to video មានន័យថាអ្នកគ្នា upload រូបភាពទៅ generate ទៅជាវីដេអូកន្លែងនេះយើងកុំខ្វល់បាទកន្លែងនេះ create image មានន័យអាចបង្កើតវីដេអូក៏បានបង្កើតរូបភាពក៏បានដែរកន្លែងនេះអញ្ចឹងកន្លែងនេះបង្កើតរូបភាពអញ្ចឹងយើងយក take to video តើទៀតអ្នកគ្នាមើលកន្លែងនេះបាទចូលមើលកន្លែងនេះមួយមកចុចកន្លែងនេះគេដាក់ setting ហើយគេដាក់ថា aspect ratio អញ្ចឹងកន្លែងនេះវាមានប្រភេទទំហំរូបភាពឬទំហំវីដេអូបាទអញ្ចឹងទំហំវីដេអូអ្នកគ្នាចង់បានផ្ដេកអ្នកគ្នាយក 16.2 និង 9 នេះចូលបញ្ឈរអ្នកគ្នាយក 9.2 16វាផ្ទុយគ្នាអញ្ចឹងគេឲ្យឈ្មោះថា landscape និង portrait landscape នេះវីដេអូផ្ដេកដែលយើងផុសវីដេអូវែងនៅលើ YouTube អីហ្នឹងportrait នេះវីដេអូបញ្ឈរដែលយើងផុសនៅលើ TikTok Facebook Reel អីហ្នឹងបាទអ
ចឹងយើងយក landscape យកប្តីយក portrait យកបច្ឆអញ្ចឹងអ្នកគ្នាខ្ញុំយក landscape មួយចុះបាទដល់ទៀតកន្លែងនេះអ្នកគ្នាមើលកន្លែង output prompt អញ្ចឹងយើង generate ម្ដងវាស៊ីអស់20 credit អញ្ចឹងយើងចង់ឲ្យវាពេលដែលយើងដាក់ prompt ទៅ generate វាបង្កើតមកម្ដងបានវីដេអូអញ្ចឹងយកតែមួយបានហើយអាហ្នឹងវីដេអូហ្នឹងវាដូចតែគ្នាទេគ្រាន់តែវាមានជម្រើស2បាទឲ្យយើងជ្រើសរើសឧទាហរណ៍វីដេអូទី1វាមានពណ៌រាងច្បាស់ជាងវីដេអូទី2វាអត់សូវច្បាស់អញ្ចឹងវីដេអូទី1វា style បែបផ្សេងវីដេអូទី2វា style បែបផ្សេងអីចឹងទៅអញ្ចឹងយកតែមួយមកកុំឲ្យខាត credit ដោយសារយើងប្រើ free បាទយកតែមួយមកកន្លែងនេះកន្លែង model បាទ model វាប្រៀបដូចជាខួរក្បាលរបស់ AI អញ្ចឹង model ហ្នឹងអ្នកគ្នាយក model VEO 3.1 fast នេះយកលើហ្នឹងបាទអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងរៀបចំ setting រួចរាល់អស់ហើយបាទអញ្ចឹងបញ្ជាក់យើងប្រើកន្លែងដើមនេះយើងអត់ទាន់ប្រើ scene builder តិចទៀតចាំខ្ញុំបញ្យល់ពី scene builder អញ្ចឹងយើងប្រើនេះសិនអញ្ចឹងអ្នកគ្នាទៅ sorry យើងទៅកាន់ ChatGPT នេះអញ្ចឹងមុននេះយើងបើក tab អានេះគេហៅថា tab នេះអាហ្នឹងគេហៅថា tab នៅលើ browser Google គេហៅថា tab បាទ Google Chrome បាទអញ្ចឹងអ្នកគ្នាទៅ tab នេះបាទទៅ tab ហ្នឹងគឺអ្នកគ្នា copy main pro របស់ខ្ញុំសិននេះ select វាមកស្ដាំយកពាក្យ copy ហើយយើងទៅកាន់ tab Flow AI នេះយើងរៀបចំ setting ឲ្យអស់ហើយអ្នកគ្នាមកស្ដាំយកពាក្យថា pass ឬក៏ control V បាទហើយចុច upload មកបាទអញ្ចឹងវាបង្ហាញមកតាមម្ដងវា generate មកម្ដងតែមួយទេបើសិនបើអ្នកគ្នា select កន្លែងនេះយក2វានឹងចេញកន្លែងនេះមួយទៀតអញ្ចឹងវាខាត credit អញ្ចឹងកុំឲ្យខាតយើងយកតែមួយមកអញ្ចឹងយើងមើល credit សិនមកមានប៉ុន្មានអញ្ចឹងមាន160 credit បាទអញ្ចឹង160 credit នេះខ្ញុំ generate ម្ដងខ្ញុំធ្លាប់ generate នៅលើ Ultra ម្ដងវាអស់20 credit អានេះ account ធម្មតាបើសិនបើ account Ultra វាមានពាក្យថា Ultra បញ្ជាក់ហើយបាទអញ្ចឹង Ultra account ហ្នឹងវាគឺជា account មួយដែលវាប្រៀបដូចជា account pro អញ្ចឹងបាទគ្រាន់គេឲ្យពាក្យថា Ultra អញ្ចឹង Ultra ហ្នឹងវាមាន credit ច្រើនសម្រាប់យើងបង្កើតបានច្រើនហើយវាលឿនបាទឃើញ account free វាបង្កើតយូរបាទដោយសារយើងប្រើ free បាទហើយ model របស់វាមានន័យថាខួរក្បាលវាពេលខ្លះក៏វាបង្កើតមិនសូវបានល្អនៅអ្វីដែលយើងចង់បានដែរធម្មតារបស់ Pro របស់ Ultra ហ្នឹងគឺវាបងលុយអញ្ចឹងវាប្រើបានល្អជាងអញ្ចឹងអ្នកគ្នាចង់ទិញអីខ្ញុំអត់មានលក់ទេគ្រូរបស់ខ្ញុំទិញពីគ្រូរបស់ខ្ញុំដែរខ្ញុំបង្ហាញមុនហ្នឹងអ្នកគ្នាអាចទៅទិញបានបាទអញ្ចឹងយើងរងចាំបន្តិចសិនបាទអញ្ចឹងឆ្លៀតពេលរងចាំខ្ញុំសូមបង្ហាញបន្តិចពី YouTube របស់ខ្ញុំអញ្ចឹងអ្នកគ្នាសូមជួយចុច subscribe មួយផងនៅលើ channel YouTube ខ្ញុំព្រោះហើយយើងបាន 2k កន្លះជាងហើយអញ្ចឹងអ្នកគ្នាចុច subscribe ហើយដាក់សញ្ញាកណ្ដឹងយកពាក្យថា all ទៅបាទអញ្ចឹងខ្ញុំធ្វើ content អីផ្សេងជាច្រើនទៀតហើយព្យាយាមនិយាយឲ្យសាមញ្ញហើយងាយយល់ឲ្យអ្នកគ្នាធ្វើទៅអាចធ្វើបានវីដេអូរបស់ខ្ញុំវារៀងវែងដោយសារអញ្ចឹងខ្ញុំអត់និយាយជាកម្រិតខ្ពស់និយាយធ្វើម៉េចឲ្យសាមញ្ញឲ្យអ្នកដែលគាត់មើលហ្នឹងគាត់អាចធ្វើបានបាទអញ្ចឹងមាន content ផ្សេងអញ្ចឹងមួយទៀតអ្នកគ្នាមកមើលកន្លែង post នេះបាទចូលកន្លែង post ហ្នឹងអញ្ចឹងខ្ញុំមានទទួលបង្កើត account TikTok ប្រភេទអាមេរិកនិងជប៉ុនបាទក៏ដូចជា account ប្រទេសផ្សេងៗទៀតដែលមានមុខងាររលុយអញ្ចឹងតម្លៃក្នុងមួយ account តម្លៃតែ$2ទេបាទអញ្ចឹងបើសិនអ្នកគ្នាទិញចាប់ពី5 account ទៅគិតក្នុងមួយ account តម្លៃតែ$1.68ទេបាទអញ្ចឹងខ្ញុំយកតម្លៃធូរថ្លៃសមរម្យដោយសារផ្ដល់ឲ្យអ្នកដែលគាំទ្រនៅលើ channel របស់ខ្ញុំអញ្ចឹងអ្នកគ្នាចង់ទិញអីអ្នកគ្នាចុច Telegram របស់ខ្ញុំមកហើយនេះឬក៏ scan QR code Telegram ហ្នឹងបាទអញ្ចឹង account official របស់ខ្ញុំនេះ account Telegram របស់ខ្ញុំបាទមានបងប្អូនយើងគាត់មកទិញដែរហើយបានលក់ឲ្យគាត់មួយចំនួនដែរហើយអញ្ចឹង account Telegram របស់ខ្ញុំប្រើ username មួយគឺនេះបាទ Navasil បាទអ្នកគ្នាមើល Navasil នេះលេខបាទលេខនេះដឹងប្រហែលជាគេបត់បានតិចទៀតប្រហែលជាខ្ញុំដូរលេខវិញឬក៏យ៉ាងម៉េចទេបាទប៉ុន្តែនៅលើ Telegram វាអត់ដែលជួន username គ្នាទេនេះបាទនៅ account របស់ខ្ញុំវាអត់ជួន username គ្នាទេអញ្ចឹងខ្លាចអ្នកគ្នាកុំឲ្យថាឆាតទៅច្រឡំទៅបោះគេអញ្ចឹងទៅអញ្ចឹងឆាតមកនេះមើល username របស់ខ្ញុំទៅត្រូវហើយវាអត់ Telegram វាអត់ដែលមាន username ដូចគ្នាកើតទេបាទអញ្ចឹងនេះ username របស់ខ្ញុំនេះ Telegram របស់ខ្ញុំហើយមានរូបនេះបាទអញ្ចឹងគេលងថ្ងៃក្រោយទៅខ្ញុំដូររូបអីផ្សេងក៏អត់ដឹងមិនដែរគ្រាន់ថាមើល username ទៅបាទខ្ញុំអត់ដូរទេបាទអញ្ចឹងអ្នកគ្នាអាចឆាតមកបាន
ហើយមួយទៀត channel របស់ខ្ញុំអ្នកគ្នា complete ជួនបាទក្នុង group បាទអញ្ចឹងនេះ group របស់ខ្ញុំបាទអញ្ចឹង group ហ្នឹងខ្ញុំមាននិយាយគ្នាឲ្យបងប្អូនយើងមករយៈក្រោយនេះអត់សូវបាននិយាយប៉ុន្តែមករយៈមុនបាទមានបងប្អូនយើងក៏ share គ្នាដែរshare ព្រម share content អីនិយាយគ្នាសួរនាំអីចឹងទៅបង្កើត content អីមិនទៅបាទបង្ហាញនៅលើហ្នឹងបាទអញ្ចឹងអត់ទាន់បានតឡើង font ខ្មែរអញ្ចឹង Telegram វាអត់ទាន់ស្គាល់ font ខ្មែរវាទៅតូចបាទខ្វិតចោលសិនបាទអញ្ចឹងអ្នកនរគ្នាចង់បានអីតាក់តងមកខ្ញុំមកបាទអញ្ចឹងយើងបង្កើតឲ្យ TikTok ហ្នឹងមានមុខងាររលុយតិចទៀតចាំមើលខ្ញុំផុសមកផុសទៀតបង្ហាញអំពី option មុខងាររលុយហ្នឹងបាទគេហៅថាមុខងារ create the reward program បាទអញ្ចឹងមានប៉ុណ្ណឹងអ្នកគ្នាជួយ subscribe channel ខ្ញុំមួយផងបាទឥឡូវយើងបានហើយនេះបាទអញ្ចឹងវីដេអូហ្នឹងបានហើយប៉ុន្តែយើងប្រើ account ធម្មតាវាជាប់ watermark ឬក៏ logo នេះ VEO ប៉ុន្តែបើយើងប្រើ account Ultra វាអត់មាន watermark ហ្នឹងឯណាបាទអញ្ចឹងវីដេអូហ្នឹងវាមានសំឡេងមកដូចគ្នាបាទអញ្ចឹងខ្ញុំ record វីដេអូនេះខ្ញុំបើកសំឡេងឲ្យគ្នាយើងស្ដាប់ដែរបាទអត់ដឹងថាជាប់សំឡេងអត់ប៉ុន្តែវាមានសំឡេងបាទគីឡូខ្ញុំ record ទៅវាកង់គ្នាមិនវាបើកឲ្យលឺសំឡេងអីចឹងទៅបាទតែវាមានសំឡេងនេះបាទអញ្ចឹងយើងបានធ្វើមួយដោយជោគជ័យហើយអញ្ចឹងជំហានបន្ទាប់ទៀតអ្នកគ្នាទៅកាន់ tab ChatGPT ទៀតមកអញ្ចឹងមុនហ្នឹងយើងដាក់ main prompt វាគឺជាដើមនៃខ្លួនរបស់យើងបាទតោះទៀតយើង copy scene ទី1វគ្គទី1នេះយើង copy មកបាទ copy មកបាទ select ទាំងអស់ mouse ស្ដាំ copy តោះទៀតអ្នកគ្នាចូលទៅកាន់ flow ហ្នឹងហើយអ្នកគ្នា mouse ស្ដាំយកពាក្យថាផាសវាបន្តទៀត upload បន្តទៀតមកបាទបញ្ជាក់ផងដែរវីដេអូហ្នឹងវាអត់ដូចគ្នាណាខ្ញុំបង្ហាញវីដេអូពីមុនវាទម្រង់បែបហ្នឹងដែរតែអ្នកគ្នាមើល color មកដើមឈើវាខុសគ្នាបន្តិចប៉ុន្តែប្រភេទវីដេអូហ្នឹងគឺវាចោះអីចឹងតែមួយអញ្ចឹងនៅពេលអ្នកគ្នាយក Pro របស់ខ្ញុំយកទៅបំលែកហ្នឹងវីដេអូហ្នឹងវាស្តៀងគ្នាបែបហ្នឹងប៉ុន្តែវាអត់ជន់ copyright ព្រោះអ្នកមើល YouTube របស់ខ្ញុំមានច្រើនអញ្ចឹងកុំឲ្យអ្នកគ្នាគិតថាអូអ្នកគ្នាយក Pro ដូចគ្នាទាំងអស់ទៅវា copyright អត់ទេនៅពេលដែលយើងដាក់ទៅវា concept តែមួយបាទដូចពាក្យថា video relaxing អញ្ចឹងណា video relaxing គេធ្វើពេញហ្នឹងបាទរូបភាពទឹកធ្លាក់អីស្តៀងគ្នាប៉ុន្តែវាអត់ជាប់ copyright ដោយសារគេមិនមែនទៅ download វីដេអូហ្នឹងយកមកផុសបន្តគឺគេទៅបង្កើតនៅក្នុង AI ថ្មីអញ្ចឹងជាធម្មតាទាំងរូបភាពទាំងវីដេអូគេមានកូដរបស់គេនៅពេលបង្កើតថ្មីកូដផ្សេងអញ្ចឹងទៅវាអត់មាន copyright ទេបើសិនអ្នកគ្នាថាកុំឲ្យចង់បាន style នឹង short ពេកយើងអាចកែ style បន្ថែមមកនេះប្រាប់ AI នៅលើ ChatGPT ហ្នឹងមកហើយ prompt ហ្នឹងយើងចង់បាន style ខុសនឹងបន្តិចតួចមកទៅសេជាភាសាខ្មែរមកខ្ញុំចង់បាន style ផ្សេងមកបាទខ្ញុំចង់បាន style បែបណា style វាខុសកុំឲ្យថាអ្នកគ្នា generate មកវាស្តៀងខ្ញុំពេកអីចឹងទៅអញ្ចឹងក៏បានដែរអត់អីទេបាទអញ្ចឹងវាអត់មាន copyright ទេបាទអញ្ចឹងទៅលើការធ្វើគឺវាបែបហ្នឹងបាទបញ្ជាក់បើសិនបើ plane គឺវាអាច copyright បើសិនបើលក្ខខណ្ឌមួយថាអ្នកគ្នា plane ខ្លះ AI វាយកមកពីណាគឺវាអាច copyright ដែរបាទហ្នឹងយើងកែ plane បាទយើងបដូរ plane ឲ្យមកបាទគឺបែបហ្នឹងប៉ុន្តែបើសាច់វីដេអូតែម្ដងវាមិនអីទេបាទខ្ញុំធ្វើច្រើនហើយនេះបាទអញ្ចឹងអ្នកគ្នាឃើញ scene ទី1គឺ scene ទី1 main scene បាទគេហៅ main scene ហើយខ្ញុំអត់ទាន់ហៅ scene ទី1ហៅ main scene វិញបាទព្រោះ main scene ហ្នឹងនេះផ្នែកដំបូងដែលខ្ញុំឲ្យអ្នកគ្នាបន្តទៀតបានយក scene ទី1នេះអញ្ចឹង main scene នេះគេបង្ហាញពីការកាប់បាទបើយើងធ្វើវីដេអូដំបូងអញ្ចឹងគេធ្វើមកគេបង្ហាញ intro ដែលយើងឃើញ intro ផ្នែកសំខាន់អញ្ចឹងបាទបន្តទៀតនេះចាប់ផ្ដើម start ទៅ scene ទី1ចេញមកអត់ទាន់កាប់ទេ scene ទី1គឺគេបង្ហាញដើមឈើទៀតអញ្ចឹងដល់ពេលអ្នកគ្នា copy scene ទី2ទី3យកទៅ generate ទៀតទៅបង្ហាញពីការធ្វើបន្តិចម្ដងពីដើមដំបូងប៉ុន្តែនេះគេហៅថា intro វីដេអូសិនបាទអញ្ចឹងអ្នកគ្នាចង់ download អ្នកគ្នានេះសញ្ញាព្រួយនេះចុចនឹងមកបាទអញ្ចឹងវាមានជំរើស download គេហៅថា original size មានថាទំហំដើមរបស់វាគឺ720 HD អញ្ចឹង download អាហ្នឹងទៅវាអត់សូវច្បាស់ដូច
1080នេះ upscale 1080ហ្នឹងវាច្បាស់ល្អអញ្ចឹងអ្នកគ្នាយកហ្នឹងមកនេះចុចលើហ្នឹងមួយមកអញ្ចឹងរងចាំវាបន្តិចទៅវានឹង download ចូលម៉ាស៊ីនកុំព្យូទ័ររបស់យើងហើយបាទហើយចុច download ទៅទៀតបើសិនអ្នកគ្នាចង់បាន 4K ក៏បានដែរប៉ុន្តែ 4K នេះអត់កើតទេ VC ម្ដង50 credit ហើយយើងប្រើ account free នេះ download បានទេបាទ 4K ហ្នឹងគឺវា upscale ដល់ 4K មានវីដេអូហ្នឹងកម្រិត 4K ប៉ុន្តែ VC 50 credit អ្នកគ្នាឃើញគេដាក់ពី upgrade អត់មានន័យថាយើងប្រើ account pro គឺ download ដល់ 4K ហ្នឹងអត់បានទេតើតែ account ultra ហើយ VC អស់40 credit អញ្ចឹង recommend ត្រឹម original ឬក៏ upscale ហ្នឹងមក download វាទុកទៅបាទខ្ញុំ download វាអត់ទាន់វាឃើញអត់ទាន់ចូលអញ្ចឹងរកចាំបន្តិចទៅបាទអញ្ចឹងណានេះដូចគ្នាយើងចង់ download ទេ download មកបាទអញ្ចឹងគ្នាយើងយល់แล้วណាបាទឥឡូវអាហ្នឹងគេហៅថាការ generate ម្ដងមកវីដេអូបាទតិចទៀតយើងបង្ហាញអំពីបាទ scene builder បាទអញ្ចឹង scene builder នេះគឺជាការផ្គុំវីដេអូចូលគ្នាអញ្ចឹងអ្នកគ្នាចុចកន្លែង scene builder ហ្នឹងមកបាទអញ្ចឹងអ្នកគ្នាមុនហ្នឹងយើងធ្វើម្ដងវីដេអូមួយវីដេអូអញ្ចឹងវាដូចផ្សេងគ្នាពាក្យថា scene builder នេះគឺជាការផ្គុំ scene ហ្នឹងប្រែថាវគ្គបាទការបង្កើតវគ្គទាំងអស់ចូលគ្នាពីមួយវគ្គទៅមួយវគ្គអញ្ចឹងអ្នកគ្នាដឹងហើយថា AI វាអត់ generate បានម្ដងវីដេអូវែងទេអញ្ចឹងមុខងារនៅលើ Flow AI នេះគេបង្កើត style មួយគេហៅថា scene builder មានន័យថាអ្នកគ្នាធ្វើវគ្គ1វគ្គ2វគ្គ3វគ្គ4វគ្គ5ហ្នឹងយកទៅផ្គុំចូលគ្នានៅលើ scene builder ហ្នឹងបន្ទាប់ពីផ្គុំហើយនៅពេលអ្នកគ្នា export មកវាចេញជាមួយវីដេអូតែម្ដងអ្វីដែលយើងផ្គុំគ្នានេះវាបំលែងថាទៅជាមួយវីដេអូដើម្បីក្លាយជាវីដេអូវែងអញ្ចឹងវីដេអូ generate ម្ដងបាន8វិនាទីផ្គុំ10បាន80វិនាទី100ទៅបាន800វិនាទីអញ្ចឹងវាក្លាយជាវែងបាទអញ្ចឹងដូចគ្នាអ្នកគ្នាធ្វើនៅលើ scene builder នេះអ្នកគ្នាសេរីកន្លែង setting ដូចគ្នាអ្នកគ្នាចង់បាន setting មិនបាទសេរីឲ្យមកឥឡូវខ្ញុំសេរីដូចមុនដដែលបាទយកប៉ុណ្ណឹងតោះទៀតខ្ញុំបង្ហាញទៀតអ្នកគ្នាចូលកន្លែង chat GPT បាទខ្ញុំបង្ហាញដូចតែមុនព្រមដដែលទេបាទនេះទីមួយគឺ copy man ទៅសិនមកស្ដាំ copy យើងចូលកន្លែងនេះ scene builder មុននេះយើងធ្វើកន្លែងនេះឥឡូវធ្វើ scene builder តោះទៀតអ្នកគ្នាមកស្ដាំនេះហើយចុច upload មកអញ្ចឹងយើងអាចរងចាំឲ្យវា upload ពេញសិនទើបយើងអាចបន្តបានបាទដោយសារវាត្រូវការស្គាល់ពីប្រភេទ main scene សិនមានន័យថាគ្រូឆ្អឹងដំបូងដើម្បីវាអាចបន្តទៅវគ្គផ្សេងទៀតព្រោះហ្នឹងគេហៅថាការ synchronize គ្នាការធ្វើឲ្យពីមួយវគ្គទៅមួយវគ្គហ្នឹងវាដូចជាវីដេអូតែមួយមកប្លង់អញ្ចឹងកុំឲ្យអ្នកគ្នា copy ព្រមដំបូងទៅអ្នកព្រម scene ទី1ទៅយកដាក់តែវាព្រម scene ទី2វាចេញផ្សេងទី3ផ្សេងអញ្ចឹងវាអត់សូវស៊ីគ្នាអញ្ចឹង scene builder ហ្នឹងវាជួយឲ្យយើងធ្វើការស៊ីគ្នាបាទអញ្ចឹងយើងរងចាំបន្តិចទៅបាទអញ្ចឹងឆ្លៀតពេលវាកំពុងតែបង្កើតខ្ញុំសូមបញ្យល់បន្តិចបាទវីដេអូនេះអាចវែងតែគិតថាអ្នកនរគ្នាយល់ច្រើនអញ្ចឹងFlow AI នេះគឺបាទជា AI របស់ Google ហើយជាធម្មតាឧទាហរណ៍ថានេះវាច្រើនអាហ្នឹងខ្ញុំធ្វើតែប៉ុណ្្នឹងសិនឯណាមានន័យថា account នៅលើ computer យើងវាមាន Google account ច្រើនអញ្ចឹងបើអ្នកនរគ្នា sign in ជាមួយនឹង browser Chrome ដែលមានច្រើន Google account ពេលខ្លះ generate វីដេអូទៅវាអាចវាដាក់ថាnetworking problem ឬក៏មានបញ្ហាអី slow generate បានណាបាទអញ្ចឹងវិធីដោះស្រាយគឺអ្នកនរគ្នាបើ computer ហ្នឹងមានតែមួយ account Google គឺល្អប៉ុន្តែដោយសារភាគច្រើនគឺយើងប្រើច្រើន account បាទអញ្ចឹងដំណោះស្រាយគឺអ្នកនរគ្នាត្រូវធ្វើអីបាទដំណោះស្រាយគឺអ្នកនរគ្នាត្រូវប្រើ browser ផ្សេងបាទប្រើ browser ណាក៏បានដែរដូចខ្ញុំអញ្ចឹងប្រើ browser Firefox បាទអញ្ចឹងអ្នកនរគ្នាប្រើ browser Firefox មកហើយអ្នកនរគ្នា sign in Ultra account ចូលទៅបាទ Google account នេះអញ្ចឹង browser ហ្នឹងឈ្មោះថា Firefox បាទ Firefox download PC អ្នកគ្នា search នៅលើ Google Chrome ក៏បានដែរ search ឲ្យ download វាមកហើយទៅឡើង browser ឲ្យបើក browser ហ្នឹងទៅអញ្ចឹងបន្តទៀតនេះបាទប្រើ Google account Ultra ហ្នឹងនៅលើហ្នឹងបាទដើម្បីកុំឲ្យវា spam វា generate វីដេអូវា slow អញ្ចឹងខ្ញុំទៅ generate 1 2វាអត់ទាន់មានបញ្ហាបើសិនជា generate មួយថ្ងៃរាប់រយអី account យើងវាមានច្រើនបែបនេះបាទវា spam វាជាន់គ្នាបាទអញ្ចឹងដំណោះស្រាយយើងប្រើ browser ផ្សេងទៀតបាទអញ្ចឹងខ្ញុំបង្ហាញ account free នេះខ្ញុំប្រើ Google យើងធម្មតាសិនចាំ Google Chrome ធម្មតាចាំខ្ញុំប្រើ Ultra ខ្ញុំបង្ហាញ browser Firefox នេះបាទឥឡូវវា generate បានអ្នកនរអាច play មើលបាទ
បាទអញ្ចឹងអ្នកគ្នាឃើញណាកាលពីដែលខ្ញុំ generate អា prompt ដំបូងនេះ generate អា prompt ដំបូងហ្នឹងវាសាច់វីដេអូគឺវីដេអូប្រភេទផ្សេងណាបាទតម្រង់បែបហ្នឹងដែរតម្រង់មានដើមឈើមានអីអញ្ចឹងប៉ុន្តែវាជាប្រភេទអឺមានតាចាំម្នាក់គាត់ធ្វើអញ្ចឹងទៅអញ្ចឹងមានន័យថា AI នៅពេលអ្នកគ្នា upload ម្ដងវាចេញតម្រង់កូដវីដេអូផ្សេងអ្នកគ្នា upload ម្ដងទៀតកូដវីដេអូផ្សេងអញ្ចឹងវាអត់ជាន់គ្នាទេកុំគិតថាវាជាន់គ្នាបាទអញ្ចឹងបែបហ្នឹងបាទអញ្ចឹងយើងបានប៉ុណ្ណឹងឯនេះបានជាវីដេអូបាទឥឡូវដើម្បីយើងធ្វើ scene builder អ្នកគ្នាចុចសញ្ញាបូកនេះហើយយកពាក្យថា extend បាទចុច extend ទៅនេះវានឹងចាប់ផ្ដើមចងភ្ជាប់គ្នាបន្តទៀតអ្នកគ្នាទៅកាន់ chat GPT យើងមុននឹងយើងដាក់ main scene ចូលឥឡូវយើង copy បាទ scene ទី1វគ្គទី1បាទអញ្ចឹងយកតែ prompt នេះទៅមកស្ដាំយកពាក្យ copy យើងទៅកាន់ tab Flow AI បាទមកស្ដាំយកពាក្យថា paste ហើយ upload មកបាទអញ្ចឹងវានឹងបន្តគ្នាបាទអញ្ចឹងយើងអាចធ្វើម្ដងបាន5បាទអញ្ចឹងវា generate បានម្ដងបាន5អញ្ចឹងអ្នកគ្នាឃើញមុនណាដើមវីដេអូនេះគឺបានតែ8វិនាទីឯងអញ្ចឹងដល់ពេលដែលអានេះបាន8ទៀតអានេះវាឡើង16អីចឹងទៅអញ្ចឹងវាផ្គុំវីដេអូហ្នឹងคล้ายជាវីដេអូវែងមួយបាទអញ្ចឹងអ្នកគ្នាចុចបូកមួយទៀតមកចុច extend ទៀតអញ្ចឹងយើងទៅ copy prompt ទៀតមកបាទ scene ទី2បាទ select copy បាទ select មកស្ដាំ copy មកហើយមកស្ដាំយកពាក្យថា paste បាទអញ្ចឹងមកស្ដាំមកហើយចុច upload មកហើយចុចបូកមួយទៀតចុច extend ហើយទៅកាន់ chat GPT អ្នកគ្នា select វគ្គទី3នេះមកស្ដាំយកពាក្យ copy អ្នកគ្នាទៅកាន់ Flow AI មកស្ដាំយកពាក្យថា paste នេះហើយចុច upload ទៀតមកអញ្ចឹងខ្ញុំបង្ហាញ account ណា account free អញ្ចឹងមើល credit ផងនេះវាចង់អស់ហើយវាចិត្តអស់ហើយទីទៀតវាអស់ពេលខ្លះ generate បានតែអស់យើងប្រើ free បាទអញ្ចឹងប៉ុណ្ណឹងសិនបាទអញ្ចឹងវាបានម្ដង5យើងអាចដាក់ថែមទៀតក៏បានដែរដោយសារ credit នៅតិចខ្ញុំធ្វើប៉ុណ្ណឹងសិនចុះបាទអញ្ចឹងយើងរងចាំមករងចាំតិចទៅបាទអញ្ចឹងវានឹងធ្វើការផ្គុំវីដេអូហ្នឹងអញ្ចឹងវានឹងคล้ายជាប្រភេទវីដេអូ long ឧទាហរណ៍អ្នកគ្នាធ្វើ10នាទី15វិនាទីអីគឺយើងបង្កើតតាមវគ្គឲ្យច្រើនមកហើយយើងទៅដាក់ Flow AI ហ្នឹងទៅវាបានជាវីដេអូផ្គុំចូលមួយវគ្គទៅមួយវគ្គនៅពេលដែលវាផ្គុំរួចរាល់ហើយវាคล้ายជាវីដេអូតែមួយអញ្ចឹងវីដេអូហ្នឹងវាវែងអ្នកគ្នា export download ទៅគឺអាចយកទៅផុសបានឬក៏យកទៅកាត់តបន្ថែមអីមកអារឿងចប់ watermark នេះវាមិនសូវអីទេបើ watermark នេះយើងក្របវានៅ CapCut អីបន្តិចមកវាបាត់ហើយអត់អីទេបាទព្រោះយើងប្រើ free តែអ្វីដែលពិបាកគឺប្រើ free វា generate បានតិចវីដេអូពេកបាទអញ្ចឹងទិញ Ultra ប្រើទៅបាទខ្ញុំទិញអស់9រៀលទេប្រើបានច្រើនបាទគឺបែបហ្នឹងអញ្ចឹងយើងរងចាំវាបន្តិចទៅនេះអញ្ចឹងយើងអាច play មកទី1បាទនេះអញ្ចឹងនេះបានហើយបាទឥឡូវវាបានដូចបានទាំងអស់ហើយបាទឥឡូវខ្ញុំចាប់ដើម play ទាំងអស់បាទពេលចាំបន្តិចបាទអញ្ចឹងខ្ញុំទាញវាមកដាក់ពីវគ្គដំបូងនេះទៅបាទអញ្ចឹងវាចូល scene ទី2បាទ scene ទី1អានេះ main scene ទី1បាទ scene ទី1គឺបង្ហាញសិនបង្ហាញក្បត់បង្ហាញអីសិននេះគឺចាប់ដើមកាប់បាទ scene ទី2អានេះវាជា intro បាទវីដេអូអញ្ចឹងទៅscene ទី3នេះក៏បន្តអញ្ចឹងទៅអញ្ចឹងវាចាប់ដើមស៊ីកណៃគ្នានេះបង្ហាញតាមឈើតាមប្លង់តាមអីចឹងទៅគឺបែបហ្នឹងអញ្ចឹងអ្នកគ្នាឃើញវិនាទីនេះវាឡើងដល់29វិនាទីឯងដោយសារវាបូកនាទីតអញ្ចឹងអ្នកគ្នា add តទៀតមកវាខ្លាចជាវីដេអូវែងបាទអញ្ចឹងដូចគ្នាអត់មានអីពិបាកទេយើងចង់ download យើងចុចសញ្ញាព្រួយនេះមកចាំវាពាក្យ exporting download ចប់វានឹង download ចូលម៉ាស៊ីន computer របស់យើងបាទអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងចំពោះការប្រើ Flow AI នៅលើ account free បាទអញ្ចឹងចំណុចរបស់ខ្ញុំប្រាប់អ្នកនរគ្នាថាខ្ញុំបង្ហាញ Flow AI Ultra account តែមុននឹងខ្ញុំបានបង្ហាញ account free ដោយសារវាច្រើនឲ្យអ្នកនរគ្នា score free សិនបាទឥឡូវខ្ញុំប្រើ Ultra ម្ដងបាទអញ្ចឹងនេះ download ពេញហើយអ្នកនរគ្នាចុច download មកហើយចាំបន្តិចទៅនេះ download ចូលហើយណាចូល computer យើងអញ្ចឹងយើងទៅបើកមើលទៅបាទអញ្ចឹងវីដេអូហ្នឹងវាខ្លាយជាវីដេអូវែងយកតែម្ដងនេះ29វិនាទី27ហើយបាទនេះបាទអញ្ចឹងអត់ដឹងតែគ្នាយើងលឺសលេងអត់ខ្លាយ record ទៅអត់លឺអញ្ចឹងតែប៉ុន្តែវីដេអូហ្នឹងវាមានសលេងបាទអញ្ចឹងបញ្ចប់ប៉ុណ្ណឹងសិនយើងប្រើ Flow AI free ឥឡូវខ្ញុំបិទវាចោលបិទ Flow ចោល free ហ្នឹងចោលឥឡូវខ្ញុំទៅប្រើ Ultra ម្ដងអញ្
ចឹង Ultra ខ្ញុំប្រើនៅលើ Firefox ខ្ញុំបើក Firefox មកហើយខ្ញុំ search កន្លែងនេះខ្ញុំ search ថា Flow AI ដូចគ្នាបាទចឹងយើង search ធម្មតាដូចគ្នាបាទប៉ុន្តែមុននឹង search ហ្នឹងខ្ញុំបាន sign in account ចូលហើយណាបាទខ្ញុំ search Flow AI មកបាទនេះខ្ញុំបាន sign in account នេះចឹង account នេះជា account Ultra ដែលខ្ញុំទិញហ្នឹងបាទចឹងវាដូចជា Google account មួយដែរខ្ញុំអត់ស្គាល់វាច្បាស់ដែរគេបង្កើតមកបែបហ្នឹងបាទហើយអ្នកគ្នាចុចឲ្យកន្លែង Flow នេះមកបាទហើយដូចគ្នាចុចពាក្យ create ហើយចុចពាក្យថាបាទនេះអ្នកគ្នាឃើញគេដាក់ពាក្យថា Ultra បាទអញ្ចឹង Ultra នេះមានច្រើន credit អញ្ចឹង 45,000 credit ខ្ញុំប្រើទៅអស់ប្រហែលទេបាទអញ្ចឹងនៅសល់ 40,000 ទៀតអត់ទាន់អស់ 5,000 ផងអញ្ចឹងខ្លាចខាតដែរទៅឥឡូវចិត្តដល់ខែវាចិត្តដាច់ហើយបាទដោយសារទុកចោលទៅអត់បានសូវប្រើបាទអញ្ចឹងខ្ញុំប្រើបានមួយចំនួនដែរនេះខ្ញុំ generate វីដេអូអីផ្សេងនេះបាទ content អីផ្សេងទៅ generate ចេញមកអីណាបាទអញ្ចឹងបើសិនបើយើងធ្លាប់បាន generate អីចាស់វាចេញបែបហ្នឹងបាទអញ្ចឹង Ultra អ្នកគ្នាយល់ហើយ Ultra account គឺបែបហ្នឹងវាបានច្រើន credit អញ្ចឹងអ្នកគ្នាចុចពាក្យថា new project មួយមកនេះអញ្ចឹងចុច new project ហ្នឹងវាដូចតែគ្នាទេវាមានអីដូចតែគ្នាធម្មតាគ្រាន់តែវាអត់ជាប់ watermark បាទអត់ជាប់ watermark ណាវីដេអូមុនហ្នឹងគឺវាជាប់ watermark នេះវាតាណាបាត់អីដឹងតាណានេះនេះដល់គ្នាគេ VEO ហ្នឹង watermark អញ្ចឹងអា Ultra ហ្នឹងវាអត់ជាប់ទេបាទបិទចោលសិនបាទអញ្ចឹង Ultra វាអត់ជាប់ watermark ហើយវា generate បានច្រើនបាទអញ្ចឹងយើងធ្វើកន្លែងនេះក៏បានកន្លែង sync border នេះក៏បានអញ្ចឹងដល់គ្នាដូចគ្នាទៅ ChatGPT នៅលើ Google Chrome នេះហើយយើង copy main scene របស់ខ្ញុំហ្នឹងទៅនេះ copy មក select មកស្ដាំយកពាក្យ copy តោះទៀតដល់គ្នាទៅបាទខ្ញុំទៅ Firefox ហើយទៅកន្លែង account Ultra ហ្នឹងខ្ញុំកំណត់កន្លែងនេះបាទអញ្ចឹងមុនហ្នឹងយើងយកវីដេអូប្តេជ្ញាឲ្យអស់ឥឡូវខ្ញុំសូមយកវីដេអូប្រឈមដល់ខ្ញុំយក portrait នេះអញ្ចឹងកន្លែងនេះយកមួយដូចគ្នា model វាយកត្រូវឲ្យអស់ហើយតើទេអ្នកគ្នាមកស្ដាំយកវាផាសយើងផាស Pro នោះហើយយើងចុច upload បាទអញ្ចឹងវាចេញវីដេអូប្រឈមម្ដងអញ្ចឹងខ្ញុំយកអា main scene ហ្នឹងឥឡូវបន្តទៀតអ្នកគ្នាយក main scene ហ្នឹងយើងយក scene ទី1បាទនេះ main scene ហើយយើងយក copy scene ទី1ម្ដងនេះយើង select វាទាំងអស់មកស្ដាំយកពាក្យ copy មកបន្តទៀតអ្នកគ្នាទៅកាន់ Firefox បាទ Google Ultra ហ្នឹងមកស្ដាំយកពាក្យ paste បន្តទៀតអញ្ចឹងវាបានម្ដង5ណានេះអញ្ចឹងខ្ញុំទៅ copy បន្តទៀតអញ្ចឹងខ្ញុំអាចធ្វើបានច្រើនដោយសារ account Ultra ខ្ញុំវាមានច្រើន credit ណាវាអត់ភ័យអស់ទេនេះតើឥឡូវខ្ញុំដាក់តែ3សិនទេបាទកុំឲ្យវា generate មកយូរបើវាស៊ី internet តែយើងដាក់ច្រើនទៅ internet slow វាមកយូរបាទអញ្ចឹងយើងរងចាំបន្តិចទៅបាទអញ្ចឹងបញ្ជាក់ម្ដងទៀតទៅលើគោលគំនិតនៃការព្រមហ្នឹងអញ្ចឹងអានេះវាជា content ទី1 content ទី2អញ្ចឹងខ្ញុំបង្ហាញអត់អស់ទេអញ្ចឹងបង្ហាញបានតែ content ទី1ទេអ្នកគ្នាធ្វើ content ទី2ដូចគ្នាយើង copy ឲ្យ main pro របស់ខ្ញុំទាំងអស់ហ្នឹងទៅនេះ content ទី2ជួរទី2ហ្នឹងណា copy ដូចគ្នានេះ copy ដាក់អញ្ចឹងទៅ copy ដាក់ទៅវាប្រកាសជាចេញរូបភាពមួយដែរបាទតោះទេអ្នកគ្នាប្រាប់ថាសូមបង្កើត pro នេះឲ្យបានច្រើនវគ្គទៀតមកវាបង្កើតឲ្យទៀតវាបង្កើតបានតែចំនួន11ឬក៏ប្រហែលអ្នកគ្នាប្រាប់ទៀតថាចង់បានវគ្គបន្តទៀតវាបានទាំងវគ្គ11ឥឡូវយើងឲ្យ12ដល់15អញ្ចឹងវា generate បន្តទៀតទៅអញ្ចឹងលំនាំធ្វើហ្នឹងខ្ញុំបង្ហាញអស់ហើយបាទអញ្ចឹងឲ្យអ្នកគ្នាចេះធ្វើមិនមែនឲ្យតែព្រមទៅអ្នកគ្នាចេះធ្វើទេបាទអញ្ចឹងអ្នកគ្នាអាចយកវាទៅបំបែកវាបានអញ្ចឹងយើងទៅមើល Flow AI វិញអត់តន់ទេបាទចាំតិចនេះបានមួយតែមួយនេះដល់អត់សូវស្អាតសោះបាទមួយនេះគ្រាន់បើបាទនេះយើងអាច play បានអញ្ចឹងបាន8វិនាទីវាចេញអត់ក្រោយមកទៀតបាទអញ្ចឹងអ្នកគ្នាមើលវាអត់មានចូល watermark អីណាបាទអត់មានទេបាទអញ្ចឹងអានេះបាទអញ្ចឹងអ្នកគ្នាមើលទៅកម្រិតវីដេអូគឺច្បាស់ខ្ញុំមើលនៅលើកុំព្យូទ័រវាច្បាស់ខ្លាំង Kilo record ទៅវាអត់សូវច្បាស់អញ្ចឹង
វាច្បាស់អញ្ចឹងអ្នកគ្នាអាចមើលបានអញ្ចឹងអត់មាន watermark អញ្ចឹងចង់ download អ្នកគ្នានេះចុចដូចគ្នាចុចសញ្ញាព្រួយចូល1080អញ្ចឹងបើយើងប្រើ 4K នេះវាស៊ីអស់50 credit នេះវាស៊ី50 credit បន្ថែមទៀតអញ្ចឹងវីដេអូដែលយើង generate មកវាស៊ីអស់20 credit ហើយអញ្ចឹងនៅពេលដែលយកអា 4K ហ្នឹងទៅថែម50ទៀតវាឡើងដល់70បាទអញ្ចឹងវាខាតអញ្ចឹងយកទៅ1080នេះមកអញ្ចឹង download 1080ហ្នឹងមកបាទនេះដូចគ្នាបើខ្ញុំ download 1080នេះគឺយក1080ដែរខ្ញុំបាទប៉ុណ្ណឹងបាទអញ្ចឹងយើងតិចទៀតទៅវាចូលកុំព្យូទ័រវាពេញបាទអញ្ចឹងអ្នកគ្នាបានដឹងអីខ្ញុំបង្ហាញច្រើនដែរអញ្ចឹងមុនហ្នឹងយើងបានរៀនពីបាទ Flow AI ឥឡូវយើងចូល Kling AI ម្ដងបើ Kling AI នេះប្រហែលជាខ្ញុំអត់បានរងចាំឲ្យវាបង្កើតវីដេអូចប់ឯដោយសារវាយូរពេកបាទវា free វាអញ្ចឹងអញ្ចឹងអ្នកគ្នា search បើក tab ថ្មីនៅលើ Firefox ក៏បាននៅលើ Google Chrome នេះក៏បានដែរនេះsearch ពាក្យ Kling AI មកនេះ Kling AI បាទហើយចុចនេះចុចអាហ្នឹងមក Kling AI ហ្នឹងមកបាទខ្ញុំមើលសិនគេលោកខុសចូល AI ខុសត្រូវអី Kling AI មិនអត់ចូលអញ្ចឹងចាំតិចអានេះ website របស់វាKling AI បាទខ្ញុំ search ពាក្យពេញបែបហ្នឹងនេះចឹង search ពាក្យជាប់គ្នាមកណា search ពាក្យ Kling AI ជាប់គ្នាមកចឹងអ្នកនរគ្នាអត់ទាន់ sign in account ទេ sign in វាមួយសិនមកមុនហ្នឹងខ្ញុំ sign in ដោយ sign in ហើយម្ដងប៉ុន្តែប្រហែលជា sign in នៅលើ browser ផ្សេងបាទអញ្ចឹងអ្នកនរគ្នាចង់ធ្វើនេះចុចកន្លែងវីដេអូនេះវីដេអូនេះអ្នកនរគ្នាយកកន្លែងចាំតិចយកកន្លែង take to video នេះបាទ take to video ហ្នឹងហើយបាទវាទាមទារយើង log in ចាំមើលតិចទៀតបាទអញ្ចឹងយើងអាចយកបាន1080ប៉ុន្តែវាទាមទារ account pro account premium អញ្ចឹងយើងបានតែ720អីទេអូ1080វាបានហ្នឹងហើយប្រហែលជាបានប៉ុន្តែនេះដោយសារខ្ញុំធ្វើមុនហ្នឹងខ្ញុំធ្លាប់ធ្វើមុនហ្នឹងវាយូរពេកខ្ញុំបិទវាចោលវិញអានេះគឺវាបាន5វិនាទីសម្រាប់ account free ប៉ុន្តែអ្នកនរគ្នាចង់បាន10វិនាទីតតែ account pro បាទអញ្ចឹងវីដេអូបញ្ឈរប្រដេកវាមានដូចគ្នាទេអញ្ចឹងយើងទៅយក pro ពី ChatGPT មួយមកនេះ pro មកយើងអញ្ចឹងខ្ញុំបានបង្ហាញមុនហ្នឹងណាបង្ហាញអា Kling AI ផលិតផលហ្នឹងដែរហើយខ្ញុំបិទចោលវាវិញបាទអ្នកគ្នាមកស្ដាំមកនេះផាសវាឲ្យចុច generate មកវាឲ្យបង្កើត account អញ្ចឹងអ្នកគ្នាយកពាក្យ sign in with Google មកហើយជ្រើសរើស account របស់យើងមកបាទបន្ទាប់ទៀតអ្នកគ្នាអូសវាមកក្រោមយកពាក្យ continue អញ្ចឹងយកពាក្យ continue រងចាំទៅវាបានអញ្ចឹងអ្នកគ្នាpro មកយើងបានផាសហើយអញ្ចឹងកន្លែងហ្នឹងយើងអាចយក1080បានបាទហើយយើងចុចពាក្យថា generate មកនេះបាទ generate ទៅវាបង្កើតអញ្ចឹងវាយូរនេះវាឲ្យចាំបាន2នាទីបាទ estimate មានន័យថាវាស្ទង់មើលប្រហែលជា2នាទីមិន2វិនាទីអញ្ចឹងវាយូរហើយបាទអញ្ចឹងខ្ញុំគ្រាន់បង្ហាញបែបហ្នឹងទេវាបានលទ្ធផលមកខ្ញុំធ្លាប់ generate បានច្រើនដែរគ្រាន់តែវាចំណាយពេលយូរបាទអញ្ចឹងយើងទៅកាន់ Flow AI យើងវិញ download ជោគជ័យអស់ហើយបាទអញ្ចឹងវាចូលកុំព្យូទ័រយើងអស់ហើយណាអញ្ចឹងវីដេអូបញ្ឈរបាទអញ្ចឹងសុទ្ធតែជាវីដេអូបញ្ឈរអញ្ចឹងមានប៉ុណ្ណឹង Kling AI នេះខ្ញុំគ្រាន់បង្ហាញអ្នកគ្នាដឹងទេបាទដោយសារវាយូរ free របស់ free យូរនេះបាទអញ្ចឹងអ្នកគ្នាធ្វើទៅខ្ញុំនឹងដាក់ Chrome នេះខាងក្រោម description របស់ខ្ញុំហើយកុំភ្លេចចុច like ហើយដាក់ subscribe ម្នាក់មួយហើយដូចបញ្ជាក់បើត្រូវការ account TikTok អីអ្នកគ្នាអាចឆាតមកបានអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀត